បង្រៀនព្រះអភិធម្មដោយអ្នកគ្រូឡូងចិន្តាទំព័រទី92បន្តការសិក្សាអកុសលកម្មបទផ្នែកមេរៀនបន្តអតនេទាននេះគឺបានន័យថាការយកវត្ថុរបស់ដែលគេមិនឲ្យអញ្ចឹងចែកជាអត្តនៈហ្នឹងគឺរបស់ដែលគេមិនឲ្យអាទានៈហ្នឹងគឺកាន់យកតែមានសេចក្តីថាថយចេតនាគឺចេតនាលួចយករបស់អ្នកដទៃដែលគេហួងហែងនៅហួងហែងរក្សានៅក្នុងការលួច5យ៉ាងបានយើងយក5ហ្នឹងមកពិចារណាជាមួយនឹងអត្តន័យអង្គ5នេះយកមកអង្គទី1គឺគិតពីមូលរបស់វានិយាយពីទោសមូលមោហមូលលោហមូលនិយាយទៅការលួចនេះគឺមានទាំងអស់លោភៈមូលចិត្តក៏មានទោសមូលចិត្តក៏មានមោហមូលចិត្តក៏មានដែរមានទាំងអស់ថយចេតនាកើតព្រោះលោភៈមោហៈជាមូលជាហេតុឲ្យលួចដើម្បីឲ្យបាននៅវត្ថុដែលត្រូវការបើថយចេតនាកើតព្រោះទោសៈមោហៈជាមូលហេតុគឺលួចចង់ឲ្យគេវិនាសមិនតែអត់យកទ្រព្យសម្បត្តិនោះទេវាចែកជា2ទេណាចឹងលួចចង់យកមកធ្វើជារបស់ខ្លួនហួងហែងប្រើប្រាស់មានប្រយោជន៍បំពេញនៅក្នុងលោភៈមួយទៀតលួចនឹងក៏អាចចង់ឲ្យគេវិនាសទេតែអត់ចង់យករបស់នឹងធ្វើជារបស់ខ្លួនទេណាវាចែកជា2ករណីទៀតណាលួចនឹងនៅគិតជាកម្មវិញគឺកើតឡើងនៃកាយកម្មព្រោះសម្បត្តិនៃកាយកម្មធ្វើតាមផ្លូវកាយបើគិតតាមទ្វាវិញគឺគិតតាមទ្វាកាយទ្វាទ្វាបើគិតជាវិញអដល់ហាសាវចៈឬក៏អបសចៈហ្នឹងយើងពិចារណាមើលទំហំនឹងដែរអត់ទៅធំនោះយ៉ាងម៉េចបើសិនវត្ថុដែលលួចហ្នឹងតម្លៃច្រើនក៏មានទោសច្រើនបើវត្ថុនោះអាក្រក់មានតម្លៃតិចទៅហើយតិចវត្ថុនោះជារបស់អ្នកមានសិលក៏មានច្រើនបើវត្ថុនោះជារបស់អ្នកមិនមានគុណឬសិលក៏មានទោសតិចបើវត្ថុនោះជារបស់ធំក៏មានទោសច្រើនវត្ថុនោះមានជារបស់តូចក៏មានទោសតិចបើកិលេសនឹងការព្យាយាមខ្លាំងក៏មានទោសច្រើនបើកិលេសនឹងការព្យាយាមខ្សោយក៏មានទោសតិចហើយអង្គគឺអត្តនេទាននៅក្នុងសិក្ខាបទសិលនេះមានអង្គ5ទី1បរិក្ខហេតាំងទ្រព្យដែលមានម្ចាស់គេហួងហែងរក្សាទី2បរិក្ខហេតសញ្ញិតាសេចក្តីដឹងថាទ្រព្យនោះមានម្ចាស់គេហួងហែងរក្សាទី3ថយចិត្តតាំងមានចិត្តគិតនឹងលួចទី4ឧបកម្មោព្យាយាមនឹងលួចទី5ទេនហរណੰលួចបានដោយសេចក្តីព្យាយាមនោះបើសិនជាគ្រប់អង្គ5រមែងដាច់សិលដល់ភាពជាកម្មបុត្រអាចជាអ្នកកកម្មនាំឲ្យកើតទៅក្នុងអបាយភូមិ
បើសិនជាមិនគ្រប់អង្គសិល5ក៏មិនដាច់សិលដែរតែចាត់ទុកជាទុច្ចរិតកម្មមិនឲ្យផលក្នុងបដិសន្ធិកាលទេក៏ប៉ុន្តែឲ្យផលតែក្នុងបវត្តិកាលឲ្យវត្តផលពេលអត់ដាច់សិលអានឹងធ្វើឲ្យយើងនេះតាលួចធ្វើយើងក្រតាបវត្តិកាលធ្វើយើងក្រទី3កាមេសុមច្ឆាចារាចារៈពាក្យនេះមាន3ផ្នែកគឺកាមេសុបូកមច្ឆាបូកនឹងអាចារៈកាមេនេះគឺកាមេសុគឺក្នុងកាមទាំងឡាយមច្ឆាគឺខុសអាចារៈនេះប្រព្រឹត្តខុសនៅក្នុងកាមទាំងឡាយកាមទាំងឡាយគួរប្រាថ្នាគួរពេញចិត្តរមែងធ្វើឲ្យលិចចុះក្នុងវត្តដាក់ការជ្រប់ងប់ស្រវឹងនៅក្នុងកាមដោយអំណាចនៃសេចក្តីវង្វេងត្រេកអរទើបធ្វើឲ្យកើតនៅទុច្ចរិតកម្មនាំសេចក្តីទុក្ខក្តៅក្រហាយផ្សេងមកប្រគល់ឲ្យកាមេសុមច្ឆាចារៈបានដល់អគ្គមនីយដ្ឋានវិតកមចេតនាគឺចេតនាដែលប្រព្រឹត្តកន្លងឋានដែលបុគ្គលមិនគប្បីដល់ដោយប្រាថ្នាអសទ្ធមៈបានដល់ការប្រព្រឹត្តខុសក្នុងកាមចំពោះស្ត្រី20ចម្ពោះដែលមានមេដាបិតារក្សាឃុំក្រងជាដើមហើយបញ្ជារៀនហើយ20ចម្ពោះហ្នឹងលោករៀនហើយនៅក្នុងនេះហ្នឹងស្ត្រី20ចម្ពោះហ្នឹងដូចជាធ្លាប់បោះចូលក្រុមឥឡូវឯងរលឹកក្នុងស្ត្រី20ចម្ពោះហ្នឹងដែលដឹងថាស្ត្រី20ចម្ពោះហ្នឹងមកពុកបរោះនៅប្រពន្ធទៅក្នុងចម្ពោះណាមួយតែដាច់កាមេដាច់គេពិចារណាទៅលើស្ត្រីតាស្ត្រី20ចម្ពោះនេះគឺស្ត្រីបរោះមិនគួរទៅខ្សែគប់មានជាស្ត្រីណាមានតាបិតាមានពើថែក្នុងក្រុងរក្សាមួយចំពោះស្ត្រីដែលបិតាគេឃុំក្រុងរក្សា2ចំពោះស្ត្រីណាដែលតាបិតាគេឃុំក្រុងរក្សាចំពោះស្ត្រីណាដែលបងប្រុសស្រីឃុំក្រុងរក្សាពោះស្ត្រីណាដែលប្អូនជាស្ត្រីក្រុងរក្សាចំពោះស្ត្រីណាមានញាតិគ្រប់គ្រងរក្សាទី7ពោះស្ត្រីណាដែលមានបុគ្គលត្រកូលជាមួយឬក៏មានជាតិវង្សជាសាច់ជាមួយក្រុងរក្សាទី8ស្ត្រីដែលបុព្វជិតអ្នកប្រកបត្រូវគ្នាពួកណាមគ្រប់គ្រងរក្សានេះដូចដូនទីដូនហ្នឹងមានគ្រូមានអីគ្រប់គ្រងអញ្ចឹងទី9ស្ត្រីដែលប្រកបដោយការរក្សាគឺស្ត្រីដែលគាត់មានស្មារតីហើយឬក៏មានគេប្រកាន់ទុកគេប្រកាន់ទុកមិនតែមានគេជាប់ពាក្យជាប់អីចឹងណាយកនឹងគេប្រកបទុកហើយថាជារបស់គេទី10ស្ត្រីដែលប្រកបដោយអញ្ញាមានអញ្ញាហ្នឹងគឺដូចជាស្ត្រីដែលបរិជាដាក់អរិយអញ្ញាមិនឲ្យប្រព្រឹត្តតាមអំពើចិត្តឬមិនឲ្យបរិសុទ្ធណាមួយទៅប្រព្រឹត្តកន្លងបានតែបរិជាហួងហែង
ទី11ស្ត្រីដែលគេទិញឬក៏បានលួសដោយទ្រព្យសម្បត្តិដែលមានតម្លៃតិចក្តីច្រើនក្តីហើយក៏គេយកគាត់មកធ្វើជាភរិយាឬក៏ត្រឹមតែលួសមកប៉ុណ្ណោះបណ្ដាលធ្វើភរិយាក៏ដោយក៏ទៅប៉ះពាល់ស្ត្រីបែបនេះមិនបានដែរទី12ស្ត្រីដែលគាត់សម្រេចចិត្តរត់តាមគេហើយរួចក៏ធ្វើជាភរិយាបរិសលុះដោយសេចក្តីពេញចិត្តរបស់ខ្លួនតែបរិសនោះក៏ទទួលយល់ព្រមមកធ្វើជាភរិយាដែរហ្នឹងក៏ប៉ះពាល់ទៅដល់កាមេដែរទី13ស្ត្រីដែលទៅធ្វើជាភរិយារបស់បរិសដតីណាក៏ព្រោះតែភោគៈគឺស្ត្រីដែលបាននៅភោគៈយ៉ាងហើយណាស់ដោយត្រឹមតែអង្រែឬត្បាល់ជាដើមអំពីបរិសណាម្នាក់ហើយក៏បានប្រងព្រៀបទៅធ្វើជាភរិយាផិនបរិសនោះភោគៈដូចជារបស់គេឲ្យអញ្ចឹងទៅក៏ពេលគេឲ្យទៅក៏ពេញចិត្តគេទៅក៏ធ្វើភរិយាគេទៅហើយអញ្ចឹងក៏ប៉ះបានដែរទី14ស្ត្រីដែលទៅធ្វើជាភរិយារបស់បរិសដតីគ្រាន់តែមានសម្ពត់ឬក៏ស្ត្រីនោះជាអ្នកកំសត់ទុរគតគ្មានទីពឹងដែលគ្រាន់តែបរិសណាមួយឲ្យតែសម្ពត់ស្លៀកឬក៏ដណ្ដប់ប៉ុណ្ណោះក៏សុកចិត្តចូលទៅធ្វើជាភរិយារបស់គេទៅទី15គឺស្ត្រីដែលគេផ្អោបដៃហ្នឹងឲ្យបែរទៅជាមួយនឹងបរិសគេដែលគឺខ្ទឹមចឹងហ្នឹងផ្អោបដៃជាលក់ទៅក្នុងពាងទឹកឬក៏ផ្ទៃទឹកហើយក៏ពោលថាអ្នកទាំងឡាយចូលច្រំគ្នាចូលបាយគ្នាដូចជាទឹកនេះគឺស្ត្រីដែលគេផ្សំផ្គុំឲ្យជាភរិយាបរិសនោះដោយវិធីនេះតនឹងអាចប៉ះបានដែរ16ស្ត្រីដែលគេដាក់ទូលក្តែដាក់ត្រនូលចុះពីលើក្បាលគឺស្ត្រីរកអស់ជាដើមពេលគេជួយលើកត្រនូលចុះពីលើក្បាលហើយបរិសនោះក៏ជួយគេយកទៅធ្វើជាភរិយាគេទៅហើយទី17ស្ត្រីដែលទាស័យគេផងជាភរិយាគេផងគឺស្ត្រីដែលជាទាស័យរបស់បរិសណាមួយហើយបរិសនោះយកមកធ្វើជាភរិយាទី19ស្ត្រីដែលសេនានាំមកដោយតុងជ័យគឺស្ត្រីដែលសេនាដំឡើងតុងជ័យឬក៏លើកតបទៅចម្បាំងទៅដណ្ដើមយកលែនរបស់ស្ដេចដតីណាគៀងយកមកបានហើយមានបរិសណាមួយយកមកធ្វើភរិយានឹងគេច្បាំងទៅបែកបាក់គ្នាអស់ទៅស្លាប់ប្តីស្លាប់តែទៅប្រត់ប្រាស់គ្នាទៅណាតែមកគេយកមកយ៉ាបរិសណារើសមកនៅលើរើសមកធ្វើជាភរិយាមានការមានអីទេរើសមកយកធ្វើភរិយាមកនោះធ្លាប់ឃើញលេងរឿងចិនទី20ស្ត្រីដែលបរិសទៅប្រសពតែមួយស្របក់គឺស្ត្រីដែលសហាយស្មន់របស់បរិសណាមួយហ្នឹងក៏ទៅប៉ះបានដែរស្ត្រី20ចម្ពោះដោយពមនេះសុទ្ធតែជាស្ត្រីដែលបរិសនឹងមិនគួរទៅខ្សែគប់រោគជាទីស្រស្នេហាឡើយបើទៅខ្សែគប់ហើយចាត់ទុកថាមានកំហុសបែកធ្លាយក្នុងកម្មបទឬក៏ខុសច្បាប់ខុសច្បាប់ប្រុសឯសិលហ្នឹងឯសិលកាមេនឹងរបស់កាមេគេគិតទៅលើរឿងស្ត្រីបរិសទៅរកស្ត្រី20ចម្ពោះហ្នឹងគឺបរិសហ្នឹងគឺដាច់កម្មបទ
កាមេហើយមិនសិនហើយអក្ខរនៃការប្រវត្តិក្នុងកាម5យ៉ាងឥឡូវមើលក្នុងកាមហ្នឹងបើគិតជាមូលវិញលោភៈមូលចិត្តមូលចិត្តជាមូលបើគិតជាកម្មវិញជាកាយកម្មព្រោះរមែងសម្បត្តិការធ្វើតាមផ្លូវកាយបើគិតជាទ្វារវិញគឺកាយវិទ្យាគឺពុទ្ធផ្លូវកាយដោយសារវិជ្ជៈបែរថាយើងមើលទោសទោសទៅទៀត20ចំពោះក៏មើលទោសទៀតធួនពិតកន្លងហ្នឹងអននៅមេធនធម៌ហ្នឹងមានអ្នកមានគុណមានសិលតាមសំច្រើនបើជាមានបុគ្គលទៅកន្លងមានគាត់មានគុណមានសិលជាដើមចាគាត់ថាមានគុណមានសិលជាដើមតិចមានសិលជាដើមតិចណាថាសិលតូចមានសិលមានតិចបើមិនមានឆន្ទៈរួមគ្នាទេក៏មានទោសតិចតែបើមានឆន្ទៈរួមនេះមានទោសច្រើនបើកិលេសមីនឹងជាយាមខ្លះតែពិតជាកិលេសនឹងមានការព្យាយាមទោសតិចដែរយើងទោសនឹងសាវិបើសិនជាមើលអង្គវិញកាមេសមច្ឆាចារៈមានអង្គ1ទី1គុំមេនីអបត្ថុស្ត្រីមិនគួរនឹងគប់វត្ថុមានគេហួងហើយ20ចំពោះនេះតែទីវាអត់វិញទី2តាស្មឹងសេវនៈចិត្តតាំងនឹងគឺចិត្តទៅជាខ្សែគប់នៅមេនធមនឹងស្ត្រីនោះចិត្តនឹងបងថាទី3ឧបកម្មគឺព្យាយាមស្អែបនៅមេនធមនោះទី4មគ្គិនៈមកបតិបាតៈណាំយ៉ាងមិនឲ្យដល់មានបានសម្បត្តិវិធានធម៌ការមកគ្រប់អង្គ4សិលរមែងដាក់ដល់ភាពជាមកបត់អាចជាចេតកកម្មនាំឲ្យទៅការរបាយភូមិបើមិនគ្រប់អង្គ4ទេសិលនឹងក៏មិនដាច់ដែរតែក៏អត់ទុកជាទៅកម្មមិនផលពេលដែលបដិសន្តិកាទេតែអផលនៅក្នុងបវត្តិកាលតកម្មនេះគឺជាច្រើនសិលមានស្មោះត្រង់ណាមុសាវិតៈហ្នឹងគឺមានមុសាបូកជាមួយនឹងវិតៈមុសាហ្នឹងក៏វិតៈហ្នឹងនិយាយពោលថ្លែងនៅក្នុងស្អីនេះមានថាព្យាយាមដោយវិចារហ្នឹងគឺវិជ័យយោគៈគឺសេចក្តីព្យាយាមដោយកាយគឺមានទម្លាយប្រយោជន៍អ្នកដទៃទម្លាយនិយាយដទៃឲ្យប្រាថ្នាឲ្យបន្តគ្នាឈ្មោះថាមុសាចេតនាដែលឲ្យតាំងឡើងដាក់សេចក្តីព្យាយាមលើផ្លូវកាយឬក៏ផ្លូវវិជ្ជាដែលបតាំងពុកឃ្លាតចេះសេចក្តីពិតឃ្លាតចេះសេចក្តីពិតឈ្មោះថាមុសាវិតៈមួយទៀតរឿងដែលមិនពិតឈ្មោះថាមុសាការដែលឲ្យអ្នកដទៃដឹងរឿងដែលមិនពិតនោះហៅថាមុសានៅក្នុងអត្តកថាមជ្ឈិមនិកាយសមន្តបាសាតិកាថាពោលពាក្យដតីមិនមែនពោលញាប់មកមិនមែនពោលដោយភ្លាត់មកបើភិក្ខុមិនមែនត្រូវបាត់ពិតមិនអាចពោលច្រឡំភ្លាត់មកហ្នឹងញាប់មកហ្នឹងពោលច្រឡំមិនមែនពោលច្រឡំទេអក្ខរនៃ
ពាក្យពោលពាក្យកុហកហ្នឹងមាន5មកបើគិតជាមូលវិញមូសាវាទៈនេះកើតដោយសារតែមានលោភៈមូលចិត្តទោសមូលចិត្តមោហមូលចិត្តជាមូលដូចថាការប្រាថ្នាត្រូវការវត្ថុជារបស់អ្នកដទៃដែលចាប់ដល់ខាត់ចិត្តមិនបានទៅនិយាយកុហកសូម្បីពាក្យនិយាយនោះធ្វើឲ្យអ្នកដទៃខូចប្រយោជន៍ក៏និយាយមូសាដោយអំណាចលោភៈនិងមោហៈចំណែកមូសាវេទៈវិញកើតព្រោះសត្វមោហៈនោះដូចជាថាការបង្កត់ក៏និយាយខុសចាកសេរីពិតធ្វើឲ្យអ្នកដទៃនឹងងាសឲ្យមិនប្រាថ្នាធម៌សម្បត្តិទេក្រៅអំពីការកាត់ប្រយោជន៍អ្នកដទៃដាក់សេចក្តីក្រោធតែប៉ុណ្ណោះនឹងវិច័យជាពីរមកទី1កុហកមានលោភៈជាមូលមោហៈជាមូលហ្នឹងអាកុហកហ្នឹងគឺមួយមកករណីតែហ្នឹងហើយកុហកមួយទៀតវាមានទោសៈជាមូលមោហៈជាមូលវិញវាមាន2ករណីដែរអាហ្នឹងដូចករណីលួចចឹងលួចមួយគេសូមអធិស្ឋានដាច់សេវាអ្នកគ្រូនឹងបង្រៀនបន្តទៀតនៅថ្ងៃស្អែកសូមអរគុណ